បាទសួស្តីបងប្អូនយើងជួបគ្នាសាយថ្មីម្ដងទៀតដោយការវិវត្តអូមុនខ្ញុំបានបង្ហាញទៅលើការកំណត់กระดาษឲ្យបានត្រឹមត្រូវអញ្ចឹងសម្រាប់វីដេអូនេះគឺយើងដល់មេរៀនទី2គឺការគណនា Microsoft Excel 2016អញ្ចឹងនេះគឺយើងដល់រូបមន្តគណនាហើយអញ្ចឹងខ្ញុំសូមចូលបន្តទៀតចឹងគោលបំណងនៃមេរៀនបន្ទាប់ពីបានសិក្សាមេរៀនទី2នេះលោកអ្នកនឹងមានសមត្ថភាពដូចខាងក្រោមយល់ដឹងពីអត្ថន័យនិងការប្រើប្រាស់ function នៅក្នុង Microsoft Excel បានត្រឹមត្រូវដូចជាបូកដកគុណចែកនៅលើ cell ដោយប្រើរូបមន្តគណនានិងប្រើប្រាស់អនុគម sum average អាចមាននឹង count បានត្រឹមត្រូវនិងប្រើប្រាស់ if easy នៅក្នុង if និង if ណាអញ្ចឹងនេះគឺបន្តបញ្ចប់ឲ្យយើងចេះទាំងរូបមន្តទាំងអស់នេះអញ្ចឹងចូលបន្តទៀតនិយមន័យ function មានន័យដូចម្ដេចអញ្ចឹងfunction មានតួនាទីប្រតិបត្តិការលើការគណនានិងសម្រាប់ធ្វើប្រមាណវិធីដូចជា math tick និង logic ការងារបូកសរុបការងារសេដ្ឋកិច្ចពាណិជ្ជកម្មហិរញ្ញវត្ថុស្ថិតិនិងគណនេយ្យឡារាល់បណ្ដា function ដែលត្រូវធ្វើការគណនាគឺដាច់ខាតត្រូវតែផ្ដើមដោយសញ្ញាស្មើនៅពីមុខជានិច្ចចាំបងប្អូននៅពេលដែលយើងគណនាអីមួយគឺយើងត្រូវប្រើសញ្ញាស្មើមុនដាក់រូបមន្តfunction មានពីរប្រភេទគឺទី1គឺprevious worksheet function គឺជា function ដែលមានស្រាប់ក្នុងកម្មវិធីហើយនិងទី2គឺជា writing function គឺជា function ដែលបង្កើតថ្មីទៅតាមប្រភេទការងារនិងខាងក្រោមនេះជា function សម្រាប់ធ្វើការគណនាដូចជាស្មើ cell address បូកជាមួយនឹង cell address អញ្ចឹងយើងចូលដល់ 2.1 ប្រមាណវិធីបូកអញ្ចឹងប្រមាណវិធីបូករបស់យើងគឺយើងឧទាហរណ៍អញ្ចឹងវាមាននេះគឺជាsumឬក៏យើងប្រើសញ្ញាស្មើបូកcolumn A2 ជាមួយនឹងបូក column B2 ជាមួយនឹងបូក column C2 នេះគឺយើងបានជារូបមន្តបែបនេះណានេះគឺជាប្រមាណវិធីបូកហើយនឹង 2.2 របស់យើងគឺប្រមាណវិធីដករបស់យើងគឺស្មើ cell address ដកជាមួយនឹង cell address អញ្ចឹងឧទាហរណ៍ខាងក្រោមទីបងប្អូនឃើញស្រាប់អញ្ចឹងយើងមើលខាងលើនេះគឺស្មើ C របស់យើងនេះគឺ C4 ហើយនេះ C4 នេះដកជាមួយនឹង C5 នេះខាងក្រោមនេះអញ្ចឹងឃើញបែបនេះណានេះគឺជាប្រមាណវិធីដកអញ្ចឹងយើងចូល 2.3 ប្រមាណវិធីគុណគឺរបៀបទី1របស់យើងគឺ cell address គុណជាមួយនឹង cell address គឺឧទាហរណ៍មានន័យថាA2 នេះគុណជាមួយនឹង B2 នេះគឺយើងបានបែបនេះហើយនឹងរបៀបទី2គឺ product number 1ក្បៀសជាមួយ number 2បើសិនជាមានច្រើនយើងក្បៀសតទៀតនេះគឺជារូបមន្តដែលយើងធ្វើមានពីររបៀបហ្នឹងគឺរបៀបទី2នេះគឺស្មើយើងសេពាក្យថា product បន្តមកទៀតគឺយើងចុចមួយចុះ select នៅកន្លែងនេះ A2 ដល់ B2 នេះទៅបាត់មួយចុះវិញយើង enter ណានេះគឺជាប្រមាណវិធីគុណដែលមានពីររបៀបអញ្ចឹង 2.4 របស់យើងគឺប្រមាណវិធីចែកគឺមានន័យថាស្មើ cell address ចែកជាមួយនឹង cell address បន្តទៀតយើងមើលឧទាហរណ៍ខាងក្រោមនេះD2 នេះគឺជាកន្លែងនេះកន្លែងសរុបនេះ D2 បន្តទៀតយើង /1 ឬក៏ប្រើសញ្ញាចែកជាមួយនឹងលេខ3អញ្ចឹងលេខ3មានន័យថានេះ3នេះយើងយកបន្ទុកសរុបនេះមកចែកមួយ3នេះឬក៏លេខ3ទៅណានេះគឺជាវិធីប្រមាណវិធីចែកណាចុច6របស់យើងគឺរូបមន្តរកតម្លៃមធ្យមតាមអនុគម average អញ្ចឹងស្មើ average យើងបាក់កញ្ចក់number 1យើងក្បៀស1 number 2យើងបិទកញ្ចក់វិញយើង enter អញ្ចឹង number 1 និង number 2ជាតម្លៃលេខនីមួយៗនៅក្នុង cell ដែលត្រូវបានគណនារកតម្លៃជាមធ្យមនេះគឺយើងឧទាហរណ៍
đôi chia dương sẽ nhà smart là này chung hiện ní tổng nó dương sẽ về tại average và tổng tiết dương bằng một chọn dương sẽ là p ap mọi đó nó cp đi hóa dương tôi chọn với những inter chẳng biết nó gửi trên được muốn đâu hàng trên tên này là hàng chung hiện chẳng là bay một ôn ở can tặng nghi dốt trong xôm trô từ trang cách ca vào trường từ ở khné làm bay ở video ôn ở can tại shop trên tiền đấy ok là dương trô vào trang cách ca vào trường hải chẳng ngỏ ní cứ chưa tà ràng là dương u thì ho bằng hai ôn ở khné trong vì miền lô đấy cứ chỉ là riêng hay mua sắc pet hay miền khâu nó cứ miền Dalvert Excel hay Excel thu cho mùi năng public cho mùi năng Photoshop ní cứ chia lại ní cứ chia bắt tụ srop cho mùi năng xung phết cho nạt nặng chẳng không so bằng hai bằng ôn pd mùi đó chẳngประมาณ về thi bộ của bao dưỡng cứ dương trôi màu cả lại bị thả srop bắt tụ nên nói chúng ta biết từ nhà smart dương vô máu cho nên muối dương cho xí cho mùi năng từ nhà bố dương cho to tiết cho mùi nhà bông tiết cho to tiết cho mùi nhà bông tiết cho to tiết cho mùi giống sinh nhà bông tiết và to tiết cho in thá bên nó cứ bắt tụ bỏ dưỡng cứ bàn sản phẩm lâu từ đó bay rối học sắp làm mùi nên cứ chia vị thi thì muối hay là vị thi thì biết cái dương pra cũng cứ sám dương pha sinh nhà bạc mùi chó và tổng tiết là ôn tình bị thả sám tôi sẽ bị thả sám này sám hàng cào ní một ôn trên video nhóc về nó cứ giờ bàn sàm chẳng sàm và tổng tức cứ number one là number two trong một ôn còn tại select nơi lại này máu và tổng tiếp tục ôn bật bông chọn với một ôn cho inter về nó cứ một ôn khơi và tụ sở đọc đôi kia ở mình chắc là bay ở khang crom đi bàn được cái một ôn còn tại dùng màu đã cay ở trên nhà bố và tổng tiếp tục ôn ô viên một cáo về nó cứ và tụ bàn rút tạm nặng đấyนี่คือchiaประมาณวิธีในการโบกจังบาสันจียืงจังโรประมาณวิธีđó ông bao họ cho má cái này đang mùi máu và thọ tiếp tục đỏ mà nó thọ trong đỏ bật tụ cao sập ní trường cho lại cao sập đỏ cho mùi nó bật tụ bạch mùi này máu cứ bằng ô trên thá về nó cứ hơi mùi đó hơi là tập phó bàn mùi chắc là cao sập đỏ bàn bốn cứ bàn mùi đấy cứ chia mộtประมาณวิธีในการchẳng bao sân một ôn trong rộp của màn vị thi cồn chẳng của màn thi cồn bảo dưỡngคือ miền pi đặc biệt bị khné một bộ cho smart u thì ho thằng ôn trong vô 84 នេះខ្ញុំកូនជាមួយនឹង85បងប្អូនចុចកន្លែងនឹងមួយមកបន្តទៀតបងប្អូនចុចស៊ីលេខ8ហើយបងប្អូនចុច85នៅនេះមកបងប្អូនចុច enter ពេលនោះគឺបន្ទុករបស់យើងគឺបានប៉ុណ្ណឹងនេះគឺជាប្រមាណវិធីគុណចឹងបងប្អូនចង់ប្រើរូបមន្ត writing បងប្អូនគ្រាន់តែប្រើសញ្ញា smart បងប្អូនប្រើពាក្យថា product ណាចឹងបងប្អូនចុចសញ្ញា smart មកគ្រាន់បងប្អូនវាយពាក្យថា product មក PO ពេលនោះគឺយើងឃើញខាងក្រោមនេះអញ្ចឹងនេះគឺជា product បងប្អូនចុច2ដងញាប់ទៅពេលនោះគឺយើងឃើញហើយនេះគឺ product បាក់មួយចោ number 1របស់យើងគឺយើង select ទៅលើកន្លែងណាដែលយើងចង់គុណឧទាហរណ៍ថា number 1 និង number 2ខ្ញុំចង់គុណ12ចូលគ្នាខ្ញុំគ្រាន់តែ select អញ្ចឹងមកខ្ញុំបិទវងកញ្ចក់វិញខ្ញុំយកពាក្យថា enter ពេលនោះគឺបន្ទុកនៃការគុណរបស់យើងគឺអត់ខុសគ្នាអំពីបាញ់មិញទេណានេះគឺជាប្រមាណវិធីគុណរបស់យើងអញ្ចឹងបងប្អូនចង់រកប្រមាណវិធីចែកបងប្អូនចង់រកប្រមាណវិធីចែកអត់ពិបាកទេបងប្អូនចុចឧទាហរណ៍ថាកន្លែងនេះបងប្អូនរកកន្លែងប្រមាណវិធីចែកបងប្អូនខចុចសញ្ញាស្មើបងប្អូនយកសុំសរុបមួយសិនឧទាហរណ៍ថាខ្ញុំសរុបភាសាខ្ញុំសរុបនេះសិនបន្តទៅចូលឡើងសុំភេទយកវិធីចែកមកខ្ញុំយកនេះយកមកចែកជាមួយនឹង5នេះគឺខ្ញុំសុំចែកដល់5ពេលនោះគឺយើងឃើញហើយនេះគឺជាប្រមាណវិធីចែកបងប្អូនចុចកន្លែងបន្ទុកបងប្អូនចុចសញ្ញាចែកហើយចែកនឹងចំនួនមេរៀនទៅគឺយើងចេញមធ្យមភាពនេះគឺជាឧទាហរណ៍ទេអញ្ចឹងបងប្អូនចង់ប្រើប្រាស់រូបមន្ត average អញ្ចឹងខ្ញុំបង្ហាញមកយើងចូលដល់វិធីចែកឥឡូវខ្ញុំចង់បង្ហាញទៅលើរូបមន្ត average គឺការរកមធ្យមភាពអញ្ចឹងបងប្អូនចុចសញ្ញាស្មើ
average នេះគឺឈ្មោះមុនរបស់យើង average របស់យើងគឺមាន number 1 slash ខណ្ឌណាមួយ number 2 បងប្អូនអញ្ចឹងហើយបងប្អូនលេចបន្ទុកទាំងអស់នេះមកប៉ុណ្ណឹងមកបងប្អូនចុចបិទវងចោលវិញគឺ enter ពេលនោះគឺយើងបានសុខភាពបងប្អូនចុចអស់មកក្រោមបងប្អូនចុចយកម៉ៅចុចនេះមកដើម្បីឲ្យចេញសញ្ញាបូកបងប្អូនអស់មកក្រោមមកពេលនោះគឺបានអូតូណានេះគឺជារបៀបនៃការរកមធ្យមភាពក៏ដូចជារូបមន្ត average អញ្ចឹងសម្រាប់វីដេអូថ្ងៃនេះផងដែរគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងសម្រាប់ការកណនារូបមន្តមានវិធីបូកវិធីដកវិធីចែកវិធីគុណជាមួយនឹងវិធីគុណដែលមានពីររបៀបក៏ដូចជាការរកមធ្យមភាពដែលមានរូបមន្តថា average ណាអញ្ចឹងចុងក្រោយក៏សូមអរគុណបងប្អូនដែលបានតាមដានតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនជាបន្តទៀតជាចុងក្រោយក៏សូមអរគុណនិងសូមជម្រាបលា